រៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវយើងហ៊ានប្រឈមមុខដោយស្មារតីរំពឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែក
ជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវ អាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹង
កុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផង
បានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីអន់ចិត្តបើអន់ចិត្តអន់បន្តិចបានហើយរួចឆាប់បាត់ទៅខឹងច្រើនដៅក្រហាយតែខ្លួនឯងក្នុងជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានទេជារឿងធម្មតាកុំគិតថាអ្វីត្រូវតែបានដូចចិត្តគ្រប់រឿងឡើយមិនអាចទេហើយម្យ៉ាងទៀតរឿងណាកន្លងហួសទៅហើយឲ្យវាហួសទៅចុះកុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅក៏ទៅកែអីមិនកើតដែរគ្រប់យ៉ាងសុទ្ធតែមានហេតុផលចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខ
រៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនរៀនកាត់ចិត្តរឿងណាកន្លងផុតទៅហើយឲ្យវាផុតទៅចុះកុំស្ដាយអីស្ដាយទៅក៏គ្មានបានផលអីមកវិញដែរបើរឿងអាចកែខៃបានប្រឹងដោះស្រាយទៅតែបើកែខៃមិនកើតទេចាត់ទុកថាវាជាផលបាបរបស់អ្នកទៅចុះអ្នកអាចយកវាជាបទពិសោធន៍ជីវិតបានតែកុំស្ពាយសំពីសម្ពួងពេកធ្ងន់ពេកទៅមុខមិនឆ្ងាយទេចាប់ដើមគិតរឿងថ្មីរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើបន្តទីបំផុតនៃរឿងមួយជាចំណុចចាប់ដើមនៃរឿងថ្មីមួយទៀតបើអ្នកព្រមបញ្ចប់វាតែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់មានន័យថា
អ្នកអនុញ្ញាតឲ្យទុកពីអតីតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀតអ្នកនៅតែជាជនរងគ្រោះរបស់អតីតកាលដដែលខ្មោចងាប់ហើយត្រូវយកទៅកប់កុំទុកនៅលើផ្ទះយូរពេកពេលកប់ហើយកុំគាស់មហិតអីក្លិនមិនល្អទេបើដើរត្រូវសម្លឹងទៅមុខកុំបែរក្រោយយូរពេកប្រយ័ត្នមានគ្រោះថ្នាក់បើអ្នកប្រឹងប្រែងថែរក្សាវាហើយតែវានៅតែមិនគង់វង្សមានន័យថារបស់នោះមិនមែនជារបស់អ្នកទេរៀនអនុញ្ញាតឲ្យអតីតកាលកន្លងហួសអ្នកទៅហើយរៀនអត់ឱនឲ្យខ្លួនឯងផងប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅរៀនដោះលែងខ្លួនអ្នកពីអតីតកាលជីវិតអ្នកនឹងបានប្រសើរមេឃរាំងមេឃភ្លៀងមេឃភ្លៀងមេឃរាំងជាដំណើររបស់ធម្មជាតិមានអ្នកណាខាត់បានទេជីវិតនេះមានសុខមានទុក្ខមានជួបមានព្រាត់មានចំណេញមានខាតមានសរសើរមាននន្ទាជារឿងធម្មតាគ្មានអ្នកណាគេចផុតបានឡើយបើមានបុណ្យច្រើនរួមផ្សំជាមួយការប្រឹងប្រែងផងក៏ជួបរឿងល្អរកស៊ីក៏ចេះតែកាក់គប់ទៅតែពេលបាបឲ្យផលក៏ជួបរឿងមិនល្អរកស៊ីខាតលងចុងទៅដំណើរជីវិតនេះមើលមិនឃើញទេសូមកុំផ្ដេកផ្ដួលកុំផ្ញើសេចក្តីសុខនៅលើអ្នកដទៃឬរបស់ខាងក្រៅទាំងស្រុងពេករបស់ទាំងនោះតែមានការប្រែប្រួលទៅវិញជាធម្មតាពេលបានក៏ត្រូវទទួលដោយស្មារតីតែកុំមានមោទនភាពកុំអួតក្អេងក្អាងខ្លាំងពេកហើយពេលបាត់បង់ទៅវិញអ្នកត្រូវស្វែងយល់ពីដំណើរប្រែប្រួលនៃធម្មជាតិត្រូវរៀនទទួលស្គាល់ការពិតត្រូវដឹងថាអ្នកគ្មានសមត្ថភាពខាត់ខាំងដំណើរប្រែប្រួលនៃធម្មជាតិបានឡើយបើអ្នកមិនព្រមទេអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេអ្នកត្រូវតែយល់ជីវិតនេះតែងជួបបញ្ហាអីចឹងឯងបើជួបហើយប្រឹងដោះទៅប្រឈមមុខទៅចាត់ទុកវាជាមេរៀនគិតថាវាជាផលនៃបាបចាស់ហើយយកវាជាឱកាសសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមរួចបន្តដំណើរទៅមុខទៀតកុំដាក់ច្រវាក់ខ្នោះគ្នាងខ្លួនឯងនៅក្នុងគុកអតីតកាលអីកុំបណ្ដោយឲ្យចិត្តអ្នកសោកសៅខ្លាំងពេកវានឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងមិនខាន
ខ្មៅនៅលើក្បាលស្មុកស្មាញច្រើនមួម៉ៅច្រើនរួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុក្ខពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រលប់ច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្ល៉េះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាអញ្ចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទន់ជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទន់ជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹង
ត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានមូលហេតុមួយដែលនាំឲ្យមនុស្សយើងស្មុគស្មាញ stress ច្រើនហ្នឹងគឺយើងរស់នៅជាប្រចាំហ្នឹងយើងអត់សូវមានស្មារតីនៅនឹងខ្លួនឧទាហរណ៍ថាអ្នកខ្លះទៅអង្គុយភាំងអញ្ចឹងទៅហើយបើធ្វើអីហ្នឹងអារម្មណ៍អត់នៅនឹងខ្លួនទេទៅហើយវល់អញ្ចឹងណាអាហ្នឹងវាមានន័យថាយើងប្រឡែងចិត្តឲ្យវាដើរហើរបើនិយាយពីក្មេងវិញយើងឲ្យវារត់លេងហើយអត់មានអ្នកណាមើលវាលេបបំបែងកែវវាលូកដៃចូលភ្លើងយើងចេះតែបដ ாய் វាគ្រោះថ្នាក់ឯងចិត្តយើងហ្នឹងក៏គ្រោះថ្នាក់ដូចគ្នាអញ្ចឹងដែរព្រោះអត់មានអង្គរៈណាមួយតាមមើលតែចិត្តហ្នឹងគិតរឿងត្រូវអត់ទៅដល់ណាហើយឬក៏ដើរទៅលេងតែផ្ទះគេទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុសង្ឃហ្នឹងឲ្យទាំងអស់គ្នាហ្នឹងព្យាយាមចម្រើនស្មារតីដែលលោកហៅថាសតិប្បដ្ឋានហ្នឹងការអភិវឌ្ឍស្មារតីក្នុងជីវិតប្រចាំថ្ងៃហ្នឹងកម្រិតស្រាលទៅដំបូងសិនឧទាហរណ៍ថាឲ្យមានស្មារតីនៅខ្លួនពេលយើងអង្គុយពេលយើងដើរពេលយើងនិយាយពេលយើងចូលបន្ទប់ទឹកពេលយើងស្លៀកពាក់ពេលយើងហូបបាយឲ្យមានស្មារតីនឹងនៅខ្លួនកុំឲ្យដូចថាធ្វើចេះតែធ្វើអញ្ចឹងទៅមិនដឹងថាខ្លួនឯងកំពុងតែធ្វើអីទៅទៀតហើយធ្វើអានឹងទៅវាគិតទៅឯណាឯណីច្រើនណាស់អញ្ចឹងយើងធ្លាប់ឃើញប្រសង់ដើរចង្ក្រមមិនមែនចាំបាច់តែប្រសង់បានចម្រើនសតិចម្រើនស្មារតីហ្នឹងឯងមិនមែនតែតាជីដូនជាយើងទាំងអស់គ្នាហ្នឹងឯងតែកាលណាយើងចោលខ្លួនឯងយើងអង្គុយភាំងយើងគិតទៅញ៉ៃវល់ទៅអត់មានអ្នកណាតាមដានចិត្តហ្នឹងយូរយើងនោះវាអ្នកកើតទុកហ្នឹងឯងចិត្តហ្នឹងខឹងគេក៏ខឹងទៅចំណែនក៏ចំណែនទៅនិយាយដើមក៏និយាយដើមអីវាអត់មានអ្នកណាជួយទប់ស្កាត់សោះឧទាហរណ៍បើយើងបើកឡានលឿនគួយបើកឡានលឿនក៏គង់យើងជន់ហ្វ្រាំងហើយដល់ចិត្តរបស់យើងហ្នឹងវាជ្រុលជ្រួសលឿនពេកវាអត់មានអ្នកណាជួយជន់ហ្វ្រាំងចិត្តកុំឲ្យវាអូខឹងផ្លែតបានហើយជន់ហ្វ្រាំងសតិហ្នឹងថាអើយតាខឹងទៅអីបើខឹងនោះវាក្តៅកាហាយដេកលក់តែខ្លួនឯងចំណែនគេធ្វើអីបនគេមានគេបានគេផឹងគេចឹងហើយហើយតាគិតស្មុកធ្វើអីទៅរឿងវាហួសទៅហើយប្រឡែងវាតាធ្វើម៉េចទេបើវាអញ្ចឹងទៅហើយវាអត់មានអ្នកណាទៅជួយទប់ស្កាត់ហើយវាឧទាហរណ៍ថាបើលងទៅពីរឿងស្ដាយនឹងគឺថាដេកបន្ទោសឯងបន្ទោសខ្លួនឯងបន្ទោសអ្នកនេះបន្ទោសអ្នកនោះទៅវាវល់វាអត់មានអ្នកណាជួយទប់ស្កាត់ចិត្តហ្នឹងវាប្រុងលោតជ្រុះហើយវាគឺថាលោតបដោយតែអញ្ចឹងបានជាចាំបាច់យើងត្រូវរៀនបង្កើនស្មារតីក្នុងជីវភាពប្រចាំថ្ងៃហើយសម័យបច្ចុប្បន្ននេះវាមានបញ្ហារឿងបច្ចេកវិទ្យានឹងវឹកវល់ច្បោកច្បល់ច្រើនពេក Facebook ផង YouTube ផងទេ
Instagram ផងចុងវាលក់ខ្លួនឲ្យបច្ចេកវិទ្យានោះខ្លួនឯងនឹងចិត្តនឹងលេងនៅខ្លួនណាហ៎លក់ឲ្យតែ Facebook លក់ឲ្យតែ YouTube លក់ឲ្យតែគេចាំមើលគេ comment ចាំមើលគេ like ប្រមាណអីប្រមាណចុងវាវល់វក់តែនៅអានោះវាលេងសូវនៅខ្លួនឯងហ្នឹងអាហ្នឹង stress ហើយអាហ្នឹងមានបញ្ហាហើយយើងអត់ទៅនៅផ្ទះខ្លួនឯងផងអញ្ចឹងព្យាយាមបង្កើនសតិស្មារតីហូបចុកហ្នឹងរងថ្ងៃហ្នឹងបើថាហូបហ្នឹងទូរស័ព្ទនៅដៃហ្នឹងគ្មានបានហូបចូលមាត់ទេវារវល់អញ្ចឹងរសជាតិហ្នឹងក៏វាមិនបានទៅចិញ្ចឹមរាងកាយឲ្យបានគ្រប់គ្រាន់ដែរហ្នឹងតាមក្បួនពេទ្យក៏អញ្ចឹងក្បួនធម៌ក៏អញ្ចឹងបានប្រសង់លោកមានច្បាប់វិន័យគឺថាឆាន់ហ្នឹងឲ្យមានការសង្រួមសម្លឹងមើលចង្ហាន់នៃខ្លួនឆាន់ហ្នឹងមានភ្នែកកលែមកលើមទៅមើលគេមើលឯងអីពេកហ្នឹងមានទោសមានអាបត្តិទៀតផងអញ្ចឹងឲ្យមានស្មារតីតាមដានសកម្មភាពដេកដើរឈរអង្គុយស្លៀកពាក់ហូបចុកបុកទាបចូលបន្ទប់ទឹកស្អីហ្នឹងឲ្យមានស្មារតីនៅខ្លួនកុំឲ្យវាមើលល្វាយទៅច្រើនពេកហើយបើឧទាហរណ៍ថាចិត្តហ្នឹងវាទៅណាវាល្អក៏ដឹងដែរអូចិត្តអញនេះល្អអូចិត្តអញនេះនឹងណអូចិត្តអញនេះចិត្តបនណាដឹងអញ្ចឹងអាហ្នឹងអូត្រូវហើយទៅផ្លូវហ្នឹងត្រូវហើយវាដូចថាយើងដឹងថាបន្លែហ្នឹងត្រូវនឹងជីអីធ្វើម៉េចដើម្បីបន្លែហ្នឹងល្អអញ្ចឹងហើយវាមានស្អីគេជាចំណីទាស់សត្វល្អិតអីអញ្ចឹងវាធ្វើឲ្យបន្លែហ្នឹងខូចអញ្ចឹងចិត្តហ្នឹងវាអូចំណែនណាអូស្អប់អូគុំអូអីចឹងអូដឹងអូចិត្តហ្នឹងទៅអញ្ចឹងមានស្មារតីមួយតាមមើលចិត្តចឹងសតិបញ្ញាតាមមើលចិត្តចឹងហើយទាញចិត្តឲ្យវាមកត្រូវកន្លងវិញតែកាលណាយើងធ្វើអញ្ចឹងបានយើងអត់សូវវល់ទេអារម្មណ៍របស់យើងវានៅខ្លួនយើងអត់សូវលក់ខ្លួនឲ្យគេអ្នកដតីយើងផ្ញើសុកនៅនឹងមាត់អ្នកដតីយើងផ្ញើសុកនឹង Facebook នឹងគេ like នឹងគេ share នឹងច្រើនយើងអត់វល់នឹងរឿងនឹងច្រើនទេយើងមានស្មារតីថែរក្សាខ្លួនឯងយើងមិនសូវមានបញ្ហាផ្លូវចិត្តទេដោយសារការអភិវឌ្ឍស្មារតីនឹងឯងអនុមោទនាអ្នកខ្លះហ្នឹងចិត្តចង្អៀតហ្នឹងឃើញយើងបានល្អបានខ្ពង់ខ្ពស់អីហ្នឹងមិនសូវសប្បាយចិត្តជាមួយទេឬក៏មានបានរកស៊ីកាក់កបអីហ្នឹងអាហ្នឹងនិស័យចរិតគ្នាពីកំណើតមានចិត្តចំណែនអីចឹងទៅយើងក៏មិនគួរណានឹងទៅប្រកាន់ខឹងជាមួយគាត់ដែរតាមពិតទៅគួរឲ្យអាណិតគាត់ទៅវិញទេដែលគាត់អត់បានរៀបចំចិត្តគំនិតឲ្យបានល្អធ្វើឲ្យតាមតឹកណាវាអត់បានអីមកគាត់ទេហើយវាបានតែមួម៉ៅនិយាយដើមអេកអូចប្រខូចទៅទៀតអីក៏មានដែរដោយសារអកុសលអ៊ីសាចំណែនហ្នឹងយើងប្រឹងប្រែងធ្វើទៅហើយបើបានជោគជ័យផលប្រយោជន៍ក៏ចែកលែកឲ្យគាត់ខ្លះទៅកុំឲ្យគិតថាវាអញ្ចឹងដែរអញមិនខ្ចីរាប់អានវាអីមិនទេតើយើងរៀនធ្វើចិត្តឲ្យទលាយវិញបើគាត់ចិត្តចង្អៀតហើយនឹងព្រះក៏ផ្ដាំដែលថាយកឈ្នះមនុស្សកំណាញ់នឹងដោយការឲ្យទានហ្នឹងឈ្នះមនុស្សអាក្រក់ដោយអំពើល្អរបស់យើងហ្នឹងហើយយើងរៀនផ្សាយសេចក្តីស្រឡាញ់ទង្វើរបស់យើងក៏បង្ហាញពីទឹកចិត្តល្អ